បាទខ្ញុំបាទសូមគោរពអនុញ្ញាតជម្រាបសួរទៅដល់លោកតាលោកយាយអ៊ំពូមីងក៏ដូចជាលោកឪពុកអ្នកម្ដាយបងប្រុសបងស្រីទាំងអស់គ្នាក៏ដូចជាប្អូនប្រុសប្អូនស្រីបាទអញ្ចឹងថ្ងៃនេះផងដែរសម្រាប់ថ្ងៃពុធទី25បាទអញ្ចឹងមួយរយៈកន្លងមកនេះខ្ញុំក៏មិនសូវបានធ្វើការផ្សព្វផ្សាយទៅលើបណ្ដាញសង្គម YouTube ទេអញ្ចឹងទៅតែថ្ងៃនេះមានឱកាសក៏បានមកបង្ហាញជូនបាទហើយក្នុងការបង្ហាញជូននេះទៀតក៏មិនបានបង្ហាញនៅក្នុងក្រោលដែរនៅបង្ហាញនៅតាមវាលហើយក្នុងមួយរយៈកន្លងមកដែលស្ងាត់នេះបងប្អូនដឹងស្រាប់ហើយថាខ្ញុំនៅជីដែនវាមានបញ្ហាជាមួយនឹងប្រទេសជិតខាងចឹងហើយខ្ញុំក៏មិនបានធ្វើការផ្សព្វផ្សាយក៏ដូចជាការលក់ដូរហើយក្នុងនោះការលក់ដូរទៅទៀតខ្ញុំក៏លក់បណ្ដោះនៅតាមនេះទេមិនបានលក់ចែកជូនបងប្អូនធ្វើពូជទៅតាមបណ្ដាឆ្ងាយដែលតែងតែជាfan ក៏ដូចជាលោកតាលោកយាយអ៊ំពូមីងដែលជាអ្នកចូលចិត្តវិស័យចិញ្ចឹមគោទាំងអស់គ្នាបាទអញ្ចឹងក៏លក់បេះតាមនេះដើម្បីកាត់បន្ថយព្រោះមួយរយៈមុននោះវាមានការលំបាកខ្លាំងដោយសារមានការបាញ់គ្នាបាទយើងថ្ងៃនេះក៏មកបន្ថែមជូនខ្លះថាសម្រាប់ការចិញ្ចឹមគោនៅខាងខ្ញុំថ្ងៃនេះគឺខ្សត់ហើយខ្ញុំក៏មិនបានធ្វើការបង្ហោះលក់ដែរគ្រាន់តែបង្ហាញជូនសម្រាប់បងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្រក៏ដូចជាចង់តាមដានផ្សេងតាក់ទងទៅនឹងការមើលថែគោក៏ដូចជាការផ្ដល់ស្មៅផ្ដល់វ៉ាក់សាំងក៏ដូចជាការបង្ការអីផ្សេងបងប្អូនអាចចូលទៅឆែកនៅក្នុងបណ្ដាញសង្គមគឺ page ផ្លូវការរបស់ខ្ញុំបាទដែលមានឈ្មោះសុភ័ណ្ឌបាទអញ្ចឹងបងប្អូនអាចចូលឆែកបានចំពោះលោកតាលោកយាយប្រហែលជាអាចរៀងពិបាកបន្តិចតែសម្រាប់បងដែលគាត់មានជំនាញមានបទពិសោធន៍ក្នុងការប្រើប្រាស់ទូរស័ព្ទគាត់អាចនឹងចូលទៅមើលបានបាទហើយក្នុងការបង្ហាញជូននេះមិនបានលើកឡើងបន្ថែមទេគាត់តែផ្សព្វផ្សាយជូនទៅដល់បងប្អូនទាំងអស់គ្នាបានដឹងបាទតាក់ទងទៅនឹងYouTube របស់ខ្ញុំនៅតែប្រើអញ្ចឹងតែខ្ញុំមិនបានផ្សព្វផ្សាយដោយសារមិនមានគោលក់ទេរាល់ថ្ងៃនេះផ្សំទុកតែធ្វើពូជសិនហើយណាមួយស្រុកទេសវាអត់សូវស្រួលនៅខាងខ្ញុំនឹងទៀតក៏មិនបានធ្វើការលក់ដូរអីទេគ្រាន់ថាបើបងប្អូនចង់តាមដានបងប្អូនអាចតាមដានក្នុងនឹងបានហើយចំពោះការសាកសួរផ្សេងបងប្អូននៅតែអាចសាកសួរបានតាក់ទងទៅនឹងចម្ងល់ផ្សេងនៅការចិញ្ចឹមគោហើយបទពិសោធន៍នៃការចិញ្ចឹមគោខ្ញុំក៏បានចែករំលែកច្រើនដែរបាទសម្រាប់ចែកជូនបាទក្នុងវីដេអូមួយនេះបើសិនជាបងប្អូនទាំងអស់គ្នាបានឃើញក៏សូមជួយ share បន្តទៅដល់លោកតាលោកយាយដែលគាត់ជាអ្នកចូលចិត្តក៏ដូចជាដែលជាអ្នកឆ្លាញ់វិស័យចិញ្ចឹមគោតាក់ទងទៅនឹងការប្រវាស់គោក្តីដើម្បីងាយស្រួលហើយតាក់ទងទៅនឹងការប្រើប្រាស់ថ្នាំផ្សេងបទពិសោធន៍ដែលខ្ញុំមានខ្ញុំក៏តែងតែចែកជូនបាទដោយមិនប្រកាន់ទេដើម្បីឲ្យបងប្អូនប្រជាកសិករទាំងអស់គ្នាអ្នកដែលចូលចិត្តវិស័យចិញ្ចឹមគោរីកចម្រើនហើយមិនយូរទេបន្តិចទៀតបើសិនជាស្រុកទេសស្រួលបួខ្ញុំនឹងធ្វើការលក់ជាបន្តទៀតតែរាល់ថ្ងៃនេះសូមចម្រាញ់ពូជទុកសិនហើយសុទ្ធសឹងជាពូជល្អផែន5ម៉ាន់ក៏ខ្ញុំទុកតែប្រភេទឈាមខ្ពស់ហើយប្រភេទដែលល្អហើយផែនតលេក៏មានតែមិនទាន់បានធ្វើការលក់បាទជាចុងក្រោយខ្ញុំបាទមានតែប៉ុណ្្នឹងអរគុណនិងគោរពលា